ចាជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានេះមករៀនឆុងកាហ្វេតកកឬក៏ហៅថា espresso មួយទៀតឬក៏កាហ្វេខ្មៅបងប្អូន3ហ្នឹងសម្រាប់នៅកន្លែងខ្ញុំគឺវាជាប្រភេទកាហ្វេតែមួយទេហើយសម្រាប់ espresso ឬក៏កាហ្វេតកកនេះគឺនាងខ្ញុំឆុងជាមួយនឹងកៅលេខ22បងសម្រាប់កាហ្វេគឺខ្ញុំប្រើចំនួន2 shot បងហើយទឹកកាហ្វេយកចន្លោះពី120ទៅ150បងតែជាទូទៅខ្ញុំយកតែត្រឹម120 130អីហ្នឹងទេបងអាចយកពីចន្លោះទៅប៉ុណ្ណឹងបានណាហើយសម្រាប់ជាតិផ្អែមវិញគឺយើងប្រើជាមួយទឹកស្ករបងប្អូនខ្ញុំប្រើជាមួយស្ករសកន្លែងខ្លះគាត់ប្រើស្ករសខ្ញុំមិនដឹងទេណាប៉ុន្តែបរិមាណនៅកន្លែងខ្ញុំនេះគឺខ្ញុំប្រើទឹកស្ករហើយសម្រាប់ទឹកស្ករគឺយើងប្រើជាតិផ្អែម40 ml សម្រាប់ 100%ប្រសិនបើភ្ញៀវគាត់កំង50អីចឹងបងប្អូនដាក់20 ml អីចឹងទៅតែដោយសារនៅទីនេះភ្ញៀវពេលខ្លះគាត់ញ៉ាំអត់ស្ករពេលខ្លះក៏100% 25អញ្ចឹងបងប្អូនឃើញកាហ្វេខ្ញុំអត់ចេញគ្រីមម៉ាមកល្អមែនទេបងប្អូនដោយសារតែវាអាចមកពីទី1មកពីម៉ាស៊ីនហើយនឹងប្រភេទគ្រាប់កាហ្វេក៏ដោយសារយើងសេរីម៉ាស៊ីនកិនកាហ្វេត្រូវដែរអញ្ចឹងបងប្អូនក៏តែទាំងអស់ហ្នឹងគឺវារួមផ្សំគ្នាហើយឥឡូវគឺយើងមកឆុងសម្រាប់ពីកៅបងហ្នឹងហើយបងប្អូនអាចប្រាប់បានថានៅកន្លែងបងប្អូនសម្រាប់កាហ្វេខ្មៅឬក៏ espresso បងប្អូនឆុងរបៀបម៉េចវិញដែរហើយប្រមុនខុសពីខ្ញុំគឺក៏ដូចនឹងខ្ញុំដែរបងដោយសារនៅទីនេះគឺខ្ញុំឆុងសម្រាប់រសជាតិបែបហ្នឹងខ្ញុំគាត់ថារសជាតិទទួលយកបានឆ្ងាញ់អញ្ចឹងណាបងហើយរសជាតិកាហ្វេក៏វាអត់ភ្លាវដែរវានៅមានជាតិកាហ្វេនិងឈ្ងុយគ្រីមម៉ាដូចគ្នាផងដែរខ្ញុំដឹងថាកន្លែងផ្សេងអាចនឹងមានតិចផ្សេងគ្នាបងប៉ុន្តែបងអាចចង់សាកតាមប្រព័ន្ធខ្ញុំក៏អាចសាកបានដែរបងអាចជាគំនិតថ្មីមួយសម្រាប់បងប្អូនដែរអញ្ចឹងណាបងសិនជាបងប្អូនគាត់ថាថ្មីសម្រាប់បងប្អូនអាចចូលវាទៅលក់បានដែរបងដោយសារនៅទីនេះខ្ញុំលក់ប្រហែលជា3ឆ្នាំជាងហ្នឹងបងលក់រូបមន្តបែបហ្នឹងហើយក៏អត់ធ្លាប់មានការផ្លាស់ប្ដូរដែរគឺយើងនៅប្រកាន់ខ្ជាប់រូបមន្តហ្នឹងតាំងពីដើមមករហូតដល់ឥឡូវផងដែរបងតែជារួមសរុបមកវិញបងប្អូនសម្រាប់កាហ្វេខ្មៅឬក៏ espresso នេះគឺខ្ញុំប្រើកាហ្វេចំនួន2 shot ទឹកកាហ្វេគឺយើងយកចន្លោះពី120ទៅ150 ml បងហើយយើងប្រើនេះគឺសម្រាប់ការលេខ22ណាបងនេះខ្ញុំបញ្ជាក់ឲ្យច្បាស់ម្ដងទៀតទឹកស្ករគឺយើងជាផ្អែម 100% គឺយើងយក40 ml បើសិនជាភ្ញៀវរបស់បងប្អូនគាត់ចង់ផ្អែមជាងនេះឬក៏បន្ថយជាតិផ្អែមបងប្អូនអាចគុណចែកតាមហ្នឹងទៅព្រោះអត់ពិបាកទេបងតាមពិតទៅបងប្អូនកាហ្វេបើសិនជាយើងអាចញ៉ាំបានយើងញ៉ាំជាប្រភេទកាហ្វេខ្មៅឬក៏ espresso នឹងបានគឺវាល្អវាជួយកាត់បន្ថយជាតិផ្អែមឬជំនួយសុខភាពតែសាច់ឈាមសាច់បេះដូងច្រើនអញ្ចឹងណាបងតែបើយើងញ៉ាំលាយជាប្រភេទទឹកដោះគោស្រស់ឬក៏ទឹកស្ករឬក៏ទឹកដោះគោខាប់ផ្អែមពេកជារៀងរាល់ថ្ងៃក៏វាមិនសូវល្អប្រហែលដែរបងគាត់ថាបើសិនបងប្អូនអាចបន្ថយជាតិផ្អែមសល់ត្រឹមតិចបំផុតដែលបងប្អូនអាចទៅរួចបងប្អូនអាចធ្វើបានអញ្ចឹងណាកុំព្យាយាមញ៉ាំផ្អែមទេបងប្អូនព្រោះវាអត់សូវល្អសម្រាប់សុខភាពទេនេះខ្ញុំអ្នកលក់ហើយអត់ចង់ឲ្យញ៉ាំផ្អែមទេគ្រាន់តែចង់បងប្អូនកាត់បន្ថយម្ដងតិចបើសិនជាអាចធ្វើបានគឺវាល្អសម្រាប់ខ្លួនឯងទេបងចារូបមន្តនេះហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនហើយអរគុណច្រើនបងប្អូនអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បងប្អូនកុំភ្លេចជួយចុច like subscribe និង share វីដេអូរបស់បងប្អូននេះណាដើម្បីបានជាកម្លាំងចិត្តក្នុងការចេញវីដេអូបន្តទៀតបងប្អូនបើសិនជាបងប្អូនអត់មើលឬបងប្អូនអត់ចូលចិត្តវីដេអូរបស់ខ្ញុំឬក៏បងប្អូនគាត់ថាមានកំណត់អីថ្មីបងប្អូនអាចបញ្ចេញតែក្នុង comment ខាងក្រោមបានបងប្អូនជួបគ្នានៅវីដេអូថ្មីបន្តពេលក្រោយទៀតខ្ញុំសង្ឃឹមថាជាយាមចេញវីដេអូនឹងចែករំលែកវីដេអូដែលតាក់ទងជាមួយនឹងការលក់ដូរប្រចាំថ្ងៃរបស់ខ្ញុំបងប្អូនខ្ញុំចែកនេះគឺអត់លាក់លឿនបងប្អូនហើយបើខ្ញុំលក់ឲ្យខ្ញុំមិនគឺខ្ញុំប្រាប់បងប្អូនចឹងគាត់ថាបងប្អូនទៅអាចធ្វើខុសគ្នាមិនខ្ញុំមិនដឹងណាឬក៏អាចមកពេលឬក៏មកពីម៉ាស៊ីនយើងមិនឬក៏តិចតែកែចង់មកយើងគឺមិនខ្ញុំអត់ច្បាស់បងប្អូនណាតែបងប្អូនមានគាត់ជាការចែកគាត់ថានេះជាការចែករំលែករូបមន្តខាងនាងខ្ញុំបងវាអាចថាបងប្អូនចង់តិចនិយាយបងប្អូនតែប្រមុនបងប្អូនអាចយកតាមខ្ញុំទៅបើសិនបងប្អូនទទួលយកបានបងប្អូនអាចដាក់លក់បានអញ្ចឹងទៅបងចាំតែប៉ុណ្្នឹងបងប្អូនអរគុណជួបគ្នាវីដេអូក្រោយសូមឲ្យបងប្អូនទាំងអស់គ្នាទទួលទានបានគ្រប់ក្រុមគ្រួសារជួបតែសុខមង្គលគ្រប់គ្នាផងណាបងបាយបាយ